កម្ពុជាដំណក់ឈាមលើផែនទីភូមិសាស្ត្រនយោបាយនិងសិល្បៈនៃការរស់រានចន្លោះមហាអំណាចឯឧត្តមផាន់វ៉ាន់រតអគ្គព្រះរាជអាជ្ញារងនៃតុលាការកំពូលបានលើកឡើងនៅចំណុចធំៗចំនួន4ក្នុងអត្ថបទទី15វគ្គ1ដែលបានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនថាកម្ពុជាដំណក់ឈាមលើផែនទីភូមិសាស្ត្រនយោបាយនិងសិល្បៈនៃការរស់រានចន្លោះមហាអំណាច1សោកនាដកម្មនៃជំរើសដែលជាមេរៀនពីទសវត្សរ៍ទី20ប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យទំនើបគឺជាសក្ខីកម្មនៃតថភាពភូមិសាស្ត្រនយោបាយដ៏ជូរចត់ការធ្លាក់ចុះនៃសម័យសង្គមរាស្ត្រនិយមឆ្នាំ1953ដល់ឆ្នាំ1970ដែលព្យាយាមរក្សានយោបាយអព្យាក្រឹតតែត្រូវបានហែកហួរដោយសង្គ្រាមមនោគមវិជ្ជាបានក្លាយជាចំណុចចាប់ផ្ដើមនៃគ្រោះមហន្តរាយឥទ្ធិពលសហរដ្ឋអាមេរិកក្នុងឆ្នាំ1970ដល់ឆ្នាំ1975ការផ្អែកលើសហរដ្ឋអាមេរិកក្នុងរយៈពេល5ឆ្នាំបានទាញកម្ពុជាចូលក្នុងភ្នំភ្លើងសង្គ្រាមវៀតណាមនិងការទម្លាក់គ្រាប់បែកយ៉ាងរង្គាលលើដីខ្មែររបបខ្មែរក្រហមនិងឥទ្ធិពលចិនក្នុងឆ្នាំ1975ដល់ឆ្នាំ1979ក្រោយមានការដួលរំលំនៃរបបគាំទ្រដោយសហរដ្ឋអាមេរិកកម្ពុជាបានធ្លាក់ក្នុងរបបមនោគមវិជ្ជាជ្រុលនិយមដែលក្នុងបរិបទភូមិសាស្ត្រនយោបាយនាពេលនោះបានបណ្ដាលឲ្យមានវិនាសកម្មនិងការបាត់បង់ជីវិតពលរដ្ឋស្លូតត្រង់ជាង 1.7 លាននាក់ឥទ្ធិពលសូវៀតវៀតណាមក្នុងឆ្នាំ1979ដល់ឆ្នាំ1989ទោះបីជួយរំដោះពីខ្មែរក្រហមប៉ុន្តែកម្ពុជាស្ថិតក្នុងភាពឯកោពីពិភពលោកខាងលិចនិងមិនមានការអភិវឌ្ឍធំដុំនោះឡើយ2បូរណភាពទឹកដីនិងការរំលោភបំពានពីប្រទេសជិតខាងតាមរយៈប្រវត្តិសាស្ត្រក្រោមអាណានិគមបារាំងយើងបានទឹកដីភាគខាងលិចមកវិញខ្លះប៉ុន្តែយើងបានបាត់បង់ទឹកដីភាគខាងកើតយ៉ាងធំធេងបច្ចុប្បន្នទោះបីកម្ពុជាគោរពច្បាប់អន្តរជាតិប៉ុន្តែប្រទេសជិតខាងខ្លះដូចជាប្រទេសថៃជារឿយៗតែងតែរំលោភបំពានអធិបតេយ្យភាពដោយងងឹតងងល់ដែលនេះគឺជាការគំរាមកំហែងដល់សន្តិភាពនិងបូរណភាពទឹកដីរបស់យើង3វិភាគយុទ្ធសាស្ត្រតើខ្មែរគួរឈរត្រង់ណាក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកកំពុងស្ថិតក្នុងសង្គ្រាមត្រជាក់ថ្មីរវាងមហាអំណាចដែលមានមនោគមវិជ្ជានិងរបបនយោបាយខុសគ្នាខ្មែរកំពុងស្ថិតក្នុងចំណុចប្រសពដ៏គ្រោះថ្នាក់បំផុតតើជំរឿសណាដែលល្អបំផុតសម្រាប់យើងតើគួរតោងមហាអំណាចអព្យាក្រឹតឬបត់បែនជំរឿសទី1ការតោងមហាអំណាចណាមួយឲ្យជាប់ការតោងមហាអំណាចណាមួយឲ្យជាប់អាចផ្ដល់នូវការការពារផ្នែកយោធានិងជំនួយសេដ្ឋកិច្ចភ្លាមប៉ុន្តែវាធ្វើឲ្យយើងបាត់បង់ម្ចាស់ការលើជោគវាសនារបស់ខ្លួនឯងប្រវត្តិសាស្ត្រឆ្នាំ1970និងឆ្នាំ1975បានបង្រៀនយើងហើយថានៅពេលមហាអំណាចអស់ផលប្រយោជន៍ឬដូរយុទ្ធសាស្ត្រគេនឹងបោះបង់យើងចោលឲ្យរងទុក្ខវេទនាភ្លាមជំរឿសទី2នយោបាយអព្យាក្រឹតភាពដាច់ខាតនេះជាបំណងប្រាថ្នារបស់ខ្មែរគ្រប់រូបប៉ុន្តែក្នុងពិភពលោកដែលត្រីធំស៊ីត្រីតូចអព្យាក្រឹតភាពដែលគ្មានអំណាចការពារខ្លួនគឺគ្រាន់តែជាពាក្យស្លោកបើចិត្តខាងមិនគោរពហើយមហាអំណាចមិនអើពើអព្យាក្រឹតភាពអាចคล้ายជាភាពឯកោដូច្នេះបើអព្យាក្រឹតគួរតែអព្យាក្រឹតសកម្មគឺមិនមែននៅស្ងៀមទេគឺត្រូវអន្តរាគមន៍តាមរយៈច្បាប់អន្តរជាតិនិងសហគមន៍អាស៊ានដើម្បីការពារខ្លួនដោយដែលកម្ពុជាកំពុងប្រឹងប្រែងធ្វើសពថ្ងៃនេះជំរឿសទី3នយោបាយខ្លួនមួយជិះទូកពីរឬការបត់បែនបែបឫស្សីតើខ្មែរមានជំរឿសអ្វីក្រៅពីការបត់បែនតាមខ្យល់ការធ្វើជាខ្លួនមួយជិះទូកពីរមិនមែនជាការមិនស្មោះត្រង់នោះទេប៉ុន្តែវាគឺជាសិល្បៈនៃការរស់រានយើងត្រូវទន់ភ្លន់ជាមួយចិនដើម្បីសេដ្ឋកិច្ចនិងតុល្យភាពជាមួយជិតខាងហើយត្រូវរក្សាបែបបទប្រជាធិបតេយ្យនិងច្បាប់អន្តរជាតិដើម្បីរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងអឺរ៉ុបនិងដើម្បីទាញយកផលប្រយោជន៍ពីគ្រប់ពូលអំណាច4សំណុំពរទៅកាន់សហគមន៍អន្តរជាតិនិងមហាអំណាចកម្ពុជាបានហែលឆ្លងសង្គ្រាមឆ្អែតហើយយើងចង់បានតែសន្តិភាពកម្ពុជាមិនមែនទីលានសម្រាប់សាកល្បងអាវុធឬមនោគមវិជ្ជារបស់មហាអំណាចទៀតឡើយ
យើងសូមអំពាវនាវ1គោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី23ខែតុលាឆ្នាំ1991ដែលបានធានានៅឯករាជ្យអធិបតេយ្យនិងអព្យាក្រឹតភាពរបស់កម្ពុជា2យន្តការច្បាប់អន្តរជាតិមហាអំណាចត្រូវជួយជ្រោមជ្រែងឲ្យប្រទេសជិតខាងគោរពបូរណភាពទឹកដីកម្ពុជានិងដោះស្រាយវិវាទដោយសន្តិវិធីមិនមែនការគំរាមកំហែងផ្នែកយោធាឡើយ3ការវិភាគដោយគ្មានការបង្ខិតបង្ខំកម្ពុជាត្រូវការដៃគូអភិវឌ្ឍដែលគោរពម្ចាស់ការរបស់ខ្មែរមិនមែនការដាក់កម្ពុជាឲ្យស្ថិតក្រោមអន្ទាក់បំណុលឬឥទ្ធិពលយោធានៃប៉ូលណាមួយឡើយដោយបញ្ចប់ការប្រើប្រាស់កម្ពុជាជាទីលានជម្លោះតែត្រូវជួយក្នុងនាមជាដៃគូអភិវឌ្ឍពិតប្រាកដសំណួរដាស់ស្មារតីសម្រាប់បងប្អូនខ្មែរពិចារណា1តើការបត់បែនតាមមហាអំណាចគឺជាភាពទន់ខ្សោយឬជាភាពវៃឆ្លាតក្នុងការរក្សាសន្តិភាព2ថ្ងៃក្រោយមហាអំណាចបង្ខំឲ្យខ្មែរជ្រើសរើសខាងតើត្រៀមខ្លួនរួចហើយឬនៅដើម្បីចូលរួមគ្នាជាធ្លុងមួយ3តើយើងគួរជឿជាក់លើច្បាប់អន្តរជាតិទាំងស្រុងឬត្រូវពង្រឹងកម្លាំងការពារជាតិខ្លួនឯងឲ្យខ្លាំងទើបប្រទេសជិតខាងមិនហ៊ានរំលោភបំពាន